សួស្តីបងប្អូនបានយ៉ាងនៅក្នុងវីដេអូនេះខ្ញុំសូមនិយាយអំពីទូរស័ព្ទដែលក្រុងនឹងបញ្ចេញទៅពេលប្រហែលខែខាងមុខនេះហើយយើងមានក្រុមហ៊ុន3ធំតែម្ដងសុទ្ធតែជាក្រុមហ៊ុនយក្សបងប្អូនណាអញ្ចឹងទី1គឺយើងមាន Samsung នៅថ្ងៃទី22ខែ7យើងហ្នឹងណា2026ហ្នឹងនៅទីក្រុង London ទីក្រុង London ហ្នឹងហើយប្រទេសអង់គ្លេសបងយើងក្នុងនោះគឺយើងឃើញមានទូរស័ព្ទស៊េរីបតរបស់ Samsung បាទអញ្ចឹងទី1គឺយើងមាន Samsung Galaxy Z Fold 8អាបតបងប្អូនយើងធម្មតាសប្តាហ៍ថ្ងៃហ្នឹងគឺយើងមាន Z Fold 7បាទអញ្ចឹងខ្ញុំបានធ្វើវីដេអូហើយបងប្អូនយើងចាប់អារម្មណ៍អាចទៅមើលនៅក្នុង Facebook Page ក៏ដូចជា YouTube Channel ខ្ញុំបាទអញ្ចឹងអាទូរស័ព្ទបតអេក្រង់វាលាតពេញល្អហ្នឹងណាបាទអញ្ចឹងអាហ្នឹងគឺ Z Fold 8បន្ទាប់មកទៀតហ្នឹងគឺអាហ្នឹងអាធំជាងគេតែម្ដងគឺ Z Fold 8 Ultra បាទអញ្ចឹងជាស៊េរី Ultra ខ្ញុំមិនដឹងថាវាប្លែកកន្លែងណាទេអញ្ចឹងយើងចាំមើលទាំងអស់គ្នាគឺខែហ្នឹងឯងណាខែ7យើងហ្នឹងឯងឥឡូវថ្ងៃទីប៉ុន្មានថ្ងៃទី9បាទអញ្ចឹងមិនយូរទេឃើញបងប្អូនណាបាទអញ្ចឹងមាន Z Fold 8 Ultra បងប្អូនយើងចាប់អារម្មណ៍ទូរស័ព្ទបតអាចក៏លេខមើលបានហើយចុងក្រោយគេហ្នឹងគឺ Samsung អត់ភ្លេចទេអាចទូរស័ព្ទបតដែរតែតូចអាហ្នឹង Z Flip បងប្អូនណា Z Flip ចេះបាទក៏ចេញផងដែរហ្នឹងហើយបាទអញ្ចឹងគឺស៊េរី 8 ដូចគ្នា Z Flip 8ដូចគ្នាប៉ុន្តែមិនបញ្ជាក់ថាមាន Z Flip 8 Ultra ទេអត់មានទេមានតែ Full Ultra ហ្នឹងណាបាទអាហ្នឹងគឺលើទូរស័ព្ទក្រៅពីហ្នឹងគឺយើងមានប្រហែលជា Samsung Galaxy Watch 9ហ្នឹងហើយបាទដូចជា Watch 9 Watch 2 Ultra ក៏ចេញផងដែរហើយក៏ដូចជា AI មួយចំនួនដែល Samsung ក្រុងនឹងប្រកាសបង្ហាញថាមានអ្វីប្លែកមានអ្វីថ្មីអញ្ចឹងណាបាទទៅលើ AI របស់គេបាទអញ្ចឹងគឺនេះគឺជាក្រុមហ៊ុនទី1ដែលចេញនៅក្នុងខែយើងនឹងឯងក្រុមហ៊ុនបន្ទាប់ក៏ជាក្រុមហ៊ុនមួយដែលល្បីផងដែរមានបងប្អូនយើងមួយចំនួនចូលចិត្តស្រឡាញ់ប្រើប្រាស់វាហើយវាគឺជាស្ដេច Android ណាគឺ Pixel មកពីក្រុមហ៊ុន Google ក្នុងនោះគឺយើងមានពពួក Pixel 11ណាបាទមាន Pixel 11 Pixel 11 Pro ហើយនិង Pixel 11 Pro XL យើងមិនប្រកាសថា Pixel នឹងចេញស៊េរី Ultra ដូរឈ្មោះអីអត់ដឹងដែរហ្នឹងបងយើងប៉ុន្តែធម្មតាគឺអញ្ចឹងបាទគឺមាន Pixel 11 Pixel 11 Pro Pixel 11 Pro XL អញ្ចឹងទៅបាទអញ្ចឹងគឺយើងមាន3គ្រឿងហ្នឹងសម្រាប់ទូរស័ព្ទបែបរបស់ក្រុមហ៊ុន Google ណាបន្តមកទៀតហ្នឹងគឺយើងអាចមាន Pixel 11 Pro Full អាទូរស័ព្ទបត់ណាហើយក៏ដូចជាមាន AI មួយចំនួនដែលគេនឹងគ្រោងបញ្ចេញក្នុងពេលឆាប់ៗហ្នឹងផងដែរហើយទូរស័ព្ទ Google Pixel ទាំងអស់ហ្នឹងគឺនឹងត្រូវដំណើរការជាមួយនឹង chip ថ្មី Tensor G6 processor របស់ក្រុមហ៊ុន Google ផងដែរប៉ុន្តែយើងមិនដឹងថាវាខ្លាំងប៉ុណ្ណាប៉ុណ្ណីទេហើយក៏ដូចជា មានការបង្ហាញមួយចំនួនពាក់ព័ន្ធទៅនឹងគេហៅថាAndroid 17ណានៅក្នុង Google Event នៅពេលខាងមុខហ្នឹងអញ្ចឹងត្រឡប់ទៅវិញ Event របស់ក្រុមហ៊ុន Google គឺនឹងត្រូវធ្វើនៅខែ8ណាថ្ងៃទី12ឆ្នាំ2026បាទអញ្ចឹងបន្ទាប់ពី Samsung មកគឺចេញ Pixel Phone បាទអញ្ចឹងតគ្នាតែម្ដងអ្នកធ្វើ review អីអ្នកតំអីរវល់ចង់មកហើយដូចខ្ញុំអីកាក reviewer ស្បៃបានត្រឹមមើលបានត្រឹម reaction បងយើងបាទហើយក៏មាន Pixel Watch លាក់ជាដើមក៏ដូចជា Pixel បាត់អញ្ចឹងទៅកាសនេះណាបងយើងកាសរបស់ Pixel ក៏ Apple នឹងសំទោសមិនមែន Apple ទេ Google នឹងបញ្ចេញនៅពេលហ្នឹងផងដែរបន្តមកទៀតហ្នឹងគឺបងធំតែម្ដងបាទអញ្ចឹងគឺ apple.com នៅថ្ងៃទីប្រហែលជា7ណាខែ9ណាបន្ទាប់ពី Pixel Event មកខែ8គឺចូលខែ9បងធំចេញមកហើយបាទអញ្ចឹងពពួក Apple iPhone Series 18 Series ណាអញ្ចឹង event ពេលនោះគឺយើងនឹងឃើញ iPhone 18ជាទូទៅណា iPhone 18 Pro និង iPhone 18 Pro Max ហើយយើងប្រហែលជាអាចឃើញទូរស័ព្ទបត់ដំបូងរបស់ Apple ផងដែរគឺណា Apple Foldable Phone បាទប៉ុន្តែឈ្មោះយ៉ាងម៉េចយ៉ាងម៉ាយើងមិនដឹងទេប៉ុន្តែដឹងថាជាទូរស័ព្ទបត់ណារបស់ក្រុមហ៊ុន Apple ក៏ត្រូវនឹងដាក់បង្ហាញនៅពេលហ្នឹងផងដែរWow Apple ធ្វើឲ្យរង្គើពិភពលោកទៅដល់មើលទៅពួកអីគាត់ចេញម្ដងគឺវាទៅជាផ្ទុះខ្លាំងបងប្អូនយើងអញ្ចឹងយើងមាន iPhone 18 18 Pro និង18 Pro Max ហើយអាចមាន Apple iPhone Air 2ក៏ថាបានប៉ុន្តែអ្វីដែលយើងចង់ឃើញជាងគេហ្នឹងគឺហ្នឹងហើយទូរស័ព្ទបត់ក៏ដូចជា iPhone 18 series ដែលជា series ស្នងណៃរបស់នេះ17 Pro Max ហ្នឹងណារួមសុំសង្ខេបឡើងវិញយើងមាន3ក្រុមហ៊ុនធំទី1
បើឆាតដំបូងគេហ្នឹងនៅក្នុងខែ7ហ្នឹងណា Samsung បាទចេញ series Fold បន្តមកទៀតហ្នឹងគឺពួក Pixel ចេញ Pixel 11 series ហើយបន្តមកទៀតហ្នឹងខែ9គឺយើងមាន Apple iPhone series បាទអញ្ចឹងក្រៅពីហ្នឹងក៏មានក្រុមហ៊ុនផ្សេងៗផងដែរឮថា Xiaomi ក៏ចេញ Huawei ក៏ចេញផងដែរណានៅក្នុងខែ7ខែ8ខែ9យើងនឹងឯងហើយមានក្រុមហ៊ុនផ្សេងៗទៀតបាទអាចនឹងបង្ហាញទូរស័ព្ទជាច្រើនអញ្ចឹងយើងមានតែចាំមើលទាំងអស់គ្នាហើយសួរបងប្អូនបន្តិចបងប្អូនយើងចាប់អារម្មណ៍ក្រុមហ៊ុនណាជាងគេក្នុងចំណោម3ហ្នឹងដែលតែចង់ឃើញផលិតផលចេញពីក្រុមហ៊ុនណាខ្លាំងជាងគេណាអាចតម្លាក់នៅក្នុង comment ខាងក្រោមបានបាទអញ្ចឹងនេះគឺជាអ្វីខ្ញុំចង់ចែកម្លែកនៅក្នុងវីដេអូនេះសង្ឃឹមបងប្អូនចូលចិត្តជួបគ្នានៅឱកាសក្រោយបាយបាយ